ការប្រកាសចំណាយច្រើនពេកនៅក្នុងតាក់ return ឬការប្រកាសចំណូលតិចនៅក្នុងតាក់ return ធ្វើឲ្យម្ចាស់អាជីវកម្មមួយចំនួនមានការលំបាកនៅក្នុងការខ្ចីលុយទិញផ្ទះជាទូទៅ lender នឹងពិនិត្យមើលលើចំណូលដែលបានប្រកាសនៅក្នុងតាក់ return ថាតើបងប្អូនមានលទ្ធភាពសងបំណុលឬទេដូច្នេះប្រសិនបើបងប្អូនប្រកាសចំណូលតិចឬប្រកាសចំណាយច្រើននៅក្នុងតាក់ return នឹងធ្វើឲ្យបងប្អូនមានការលំបាកនៅក្នុងការខ្ចីលុយទិញផ្ទះទោះយ៉ាងណាយើងមានដំណោះស្រាយមួយចំនួនដែលអាចឲ្យបងប្អូនខ្ចីលុយទិញផ្ទះបានដោយមិនបាច់ប្រើប្រាស់តាក់ return ហើយដំណោះស្រាយដែលពេញនិយមនិងងាយស្រួលជាងគេគឺ Bank Statement Loan សម្រាប់ Bank Statement Loan lender នឹងពិនិត្យមើលទៅលើ deposit ជាមធ្យមនៅក្នុងគណនីរបស់បងប្អូនជាងការពិនិត្យមើលទៅលើតាក់ return ហើយ lender នឹងត្រូវការរបាយការណ៍ធនាគាររបស់បងប្អូនរយៈពេលពី12ទៅ24ខែដើម្បីវាយតម្លៃលំហូរសាច់ប្រាក់ដូច្នេះប្រសិនជាបងប្អូនស្ថិតនៅក្នុងស្ថានភាពដូចបានរៀបរាប់ខាងលើបងប្អូនអាចតាក់ទងមកនាងខ្ញុំផ្ទាល់តាមរយៈទូរស័ព្ទដូចខាងក្រោមឬក៏តាមរយៈ Facebook Messenger ក៏បាននាងខ្ញុំឈ្មោះ Marina ជា Loan Officer នៅសាលា